ជ្រលងភ្នំក្រវាញដែលព័ទ្ធជុំវិញដោយព្រៃក្រាស់និងបឹងតូចៗជាច្រើនមានភូមិមួយឈ្មោះភូមិអូតាប៉ាប្រជាជននៅទីនោះរស់ដោយធ្វើស្រែចម្ការចិញ្ចឹមគោក្របីនិងចូលព្រៃប្រមាញ់សត្វហើយបេះផ្លែឈើព្រៃថ្ងៃមួយពួកអ្នកភូមិគេតែងតែនិយាយគ្នាពីមនុស្សព្រៃដែលជាសត្វចម្លែកមានរូបរាងដូចមនុស្សដែលនិយាយដំណើរតគ្នាមកពួកគេរស់នៅក្នុងព្រៃជ្រៅហើយក៏ជាអ្នកថែរក្សាសត្វព្រៃទាំងឡាយដែរអ្នកភូមិគេហៅវាថាមនុស្សស្វាព្រោះវាដូចជាស្វាព្រៃពួកគេតែងតែការពារដំរីខ្លានិងសត្វផ្សេងពីអ្នកអរបាញ់នៅភូមិនោះមានក្មេងប្រុសម្នាក់ឈ្មោះអាក្តកអាយុ15ឆ្នាំជាកូនអ្នកបរបាញ់ឪពុកគាត់ឈ្មោះលោកពូជាខ្នុយហើយក៏ជាអ្នកបរបាញ់ល្បីនៅក្នុងភូមិម្នាក់ដែលតែងតែចូលព្រៃជ្រៅប្រមាញ់សត្វយកទៅលក់នៅផ្សារអាក្តកចូលចិត្តតាមឪពុកចូលក្នុងព្រៃតាំងពីតូចគាត់រៀនស្គាល់ផ្លូវចូលព្រៃរៀនស្ដាប់សំឡេងសត្វនិងស្គាល់រុក្ខជាតិផ្សេងប៉ុន្តែថ្ងៃមួយលោកពូជាខ្នុយបានចូលព្រៃតែម្នាក់ឯងដើម្បីបរបាញ់ដំរីព្រោះគាត់ឮថានៅជ្រលងភ្នំមានដំរីធំមួយក្បាលដែលស្នែងវាអាចលក់បានលុយជាច្រើនឪពុកអាក្តកគាត់ប្រាប់កូនថាកុំតាមមកថ្ងៃនេះព្រៃជ្រៅខ្លាំងណាស់ប៉ុន្តែអាក្តកមិនស្ដាប់គាត់លួចតាមពីក្រោយស្ងាត់លុះចូលព្រៃជ្រៅពូជាខ្នុយបានឃើញដំរីធំមួយក្បាលកំពុងស៊ីស្លឹកឈើគាត់ដើរលបបាញ់ប៉ុន្តែកំភ្លើងបាញ់ខុសពេលនោះដំរីខឹងខ្លាំងណាស់រត់បុកដើមឈើបាក់ហើយវាយប្រហារលោកពូជាខ្នុយអាក្តកឮសំឡេងកងរំពងគាត់រត់ទៅជួយប៉ុន្តែយឺតពេលហើយពូជាខ្នុយបានរងរបួសធ្ងន់ហើយដំរីក៏រត់បាត់ចូលទៅក្នុងព្រៃជ្រៅអាក្តកខំលើកឪពុកត្រឡប់មកភូមិវិញប៉ុន្តែជាអកុសលពូជាខ្នុយបានស្លាប់នៅពាក់កណ្ដាលផ្លូវអាក្តកស្រែកយំយ៉ាងខ្លាំងម្ដាយគាត់ពេលឃើញសពប្តីសោកសៅជាខ្លាំងហើយអ្នកភូមិទាំងមូលក៏មានទុក្ខដែរព្រោះពូជាខ្នុយជាអ្នកបរបាញ់សត្វបានមកតែងតែចែកអ្នកភូមិផងដែរ
បន្ទាប់ពីធ្វើបុណ្យសពឪពុករួចមកអាកដកខ្លាយជាបុរសម្នាក់គត់ដែលត្រូវស្នងតំណែងពីឪពុកត្រូវចូលបរបាញ់សត្វដើម្បីចិញ្ចឹមម្ដាយនិងប្អូនស្រីថ្ងៃមួយគាត់ទៅបរបាញ់បានសត្វក្តាន់យកមកឲ្យម្ដាយប៉ុន្តែនៅក្នុងចិត្តគាត់នៅតែចង់សងសឹកសត្វដំរីនោះមានពេលមួយអាកដកបានដើរកាត់ផ្ទះអ្នកភូមិឮអ្នកភូមិនិយាយថាដំរីធំនោះនៅតែច្រឡងភ្នំហើយពួកគេបានឮសំឡេងចម្លែកលាន់ឮពេញព្រៃជ្រៅដូចជាមនុស្សព្រៃស្រែកអ្នកភូមិខ្លះថានោះជាសំឡេងមនុស្សព្រៃខ្លះទៀតថាជាសំឡេងសត្វខ្លាអាកដកគាត់បានសម្រេចចិត្តចូលព្រៃជ្រៅតែម្នាក់ឯងដើម្បីបរបាញ់សត្វដំរីសងសឹកឲ្យឪពុកអាកដកយកកំភ្លើងនិងចំណីអាហារខ្លះចូលក្នុងព្រៃគាត់ដើរជាច្រើនថ្ងៃឆ្លងកាត់ជ្រលងបឹងតូចនិងព្រៃក្រាស់យប់មួយគាត់អង្គុយសង្ងំនៅក្រោមដើមឈើធំស្រាប់តែឮសំឡេងសត្វដំរីរំពងហើយនិងសំឡេងចម្លែកដូចជាមនុស្សព្រៃស្រែកគាត់លបទៅមើលឃើញដំរីធំនោះកំពុងឈរស៊ីស្លឹកឈើហើយនៅក្បែរនោះមានរូបភាពចម្លែកមួយដូចជាមនុស្សកម្ពស់ខ្ពស់សក់វែងកំពុងឈរលើកដៃហៅដំរីដូចជាអ្នកខ្វៀលគោអាកដកភ័យខ្លាចប៉ុន្តែក្នុងចិត្តគាត់ខឹងខ្លាំងណាស់គាត់លើកកំភ្លើងបាញ់ទៅលើសត្វដំរីនោះតែជាអកុសលអាកដកបាញ់ខុសធ្វើឲ្យសត្វដំរីខឹងរត់បុកដើមឈើហើយមនុស្សព្រៃនោះស្រែកឡើងឮរត់មកចាប់អាកដកមនុស្សព្រៃនោះបាននាំអាកដកចូលទៅក្នុងរោងភ្នំមនុស្សព្រៃមិនចេះនិយាយភាសាមនុស្សទេតែប្រើសំឡេងនិងចង្អុលអាកដកបានដឹងថាមនុស្សព្រៃមិនចិត្តអាក្រក់ទេគ្រាន់តែចង់ការពារធម្មជាតិតែហាមមិនឲ្យអាកដកបាញ់សម្លាប់សត្វដំរីនោះអាកដកនៅជាមួយមនុស្សព្រៃគេបង្រៀនគាត់រើសផ្លែឈើរកទឹកនិងរៀនស្ដាប់សំឡេងសត្វព្រៃអាកដកឃើញមនុស្សព្រៃជួយសត្វដែលមានរបួសការពារកូនសត្វពីខ្លានិងមិនដែលបំផ្លាញព្រៃឈើភ្លាមនោះអាកដកបានផ្លាស់ប្ដូរចិត្តគាត់យល់ថាឪពុកគាត់ខុសដែលបរបាញ់សត្វព្រៃច្រើនពេកហើយដំរីនោះក៏គ្រាន់តែការពារខ្លួនក្រោយមកអាកដកមានឱកាសបានចេញពីក្នុងព្រៃត្រឡប់មកភូមិវិញគាត់បានប្រាប់អ្នកភូមិថាមនុស្សព្រៃមានពិតប៉ុន្តែគេចិត្តល្អហើយក៏ជាអ្នកការពារសត្វព្រៃអាកដកបានហាមអ្នកភូមិកុំឲ្យបរបាញ់សត្វច្រើនពេកតាំងពីនោះមកអ្នកភូមិអូតាប៉ាងមានសុខសាន្តសត្វព្រៃច្រើន
ហើយគ្មាននរណាហ៊ានកាប់បំផ្លាញព្រៃឈើនិងបរបាញ់សត្វទៀតទេអាកដកខ្លាយជាអ្នកនាំរឿងព្រៃនិទានប្រាប់កូនចៅតគ្នាថាមនុស្សព្រៃមិនមែនជាខ្មោចព្រាយបិសាចអីនោះទេពួកគាត់គឺជាអ្នកការពារធនធានធម្មជាតិព្រៃឈើតែប៉ុណ្ណោះ